ក្តៅលោកគ្រូមហាដឹងសួងបញ្ញាបានចេញមកដោយនិយាយចំយ៉ាងដូចនេះថាខ្សែក្រវ៉ាត់ដាស់អ្នកចម្បាំងគុណខ្មែរអាចនឹងបានទៅក្លឹបរបស់លោកគ្រូសេនមុនថេនទាំងពីរខ្សែតែម្ដងចំពោះការប្រកួតដែលឡាវសេណេតប៉ះជាមួយនឹងមហាម៉ាត់ហើយហ៊ីមគឹមរៀងប៉ះជាមួយនឹងកីឡាករយ៉ាស៊ីនគណៈការប្រកួតនឹងធ្វើឡើងថ្ងៃទីស្វាគមន៍អស់លោកស្រីអ្នកនាងកញ្ញាវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe ហើយដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ admin មានជាព័ត៌មានកដៅមួយទៀតហើយជុំវិញតទៅជាមួយនឹងការដែលចេញមកធ្វើការដែលបញ្ជាក់ច្បាស់ពីសំណាក់លោកគ្រូមហាដឹងសួងបញ្ញាអញ្ចឹងលោកគ្រូបានចេញមកធ្វើការដែលវិភាគសម្រាប់ការដែលប្រកួតគូ2គូបងប្អូននៅក្នុងនោះគឺហ៊ីមគឹមរៀងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករយ៉ាស៊ីនសញ្ជាតិអាហ្គានីស្ថានដែលគាត់ហាត់គុណខ្មែរជាមួយនឹងលោកគ្រូសេនប៊ុនថេនហើយមួយគូទៀតគឺកីឡាករឡាវសៃណេតប៉ះជាមួយនឹងកីឡាករមហាម៉ាត់ដែលជាកូនសិស្សរបស់លោកគ្រូសេនប៊ុនថេនដូចគ្នាអញ្ចឹងទាំងពីរគូនេះគឺដណ្ដើមខ្សែក្រវ៉ាត់2ខ្សែដូចគ្នាបងប្អូនហើយទន្ទឹមនឹងនេះផងដែរចំពោះលោកគ្រូមហាដឹងសួងបញ្ញាដែលយោងទៅតាមការដែលផ្ដល់កិច្ចសម្ភារទៅកាន់អ្នកសារព័ត៌មានលោកបានបញ្ជាក់ថាខ្សែក្រវ៉ាត់នេះអាចនឹងបានទៅកាន់ក្លឹបរបស់លោកគ្រូសេនប៊ុនថេនទាំងពីរខ្សែតែម្ដងហើយទន្ទឹមនឹងនេះផងដែរលោកក៏បានកត់សម្គាល់ចំពោះកីឡាករហ៊ីមគឹមរៀងនិងយ៉ាស៊ីនបើទោះបីជាហ៊ីមគឹមរៀងធ្លាប់ប៉ះជាមួយនឹងយ៉ាស៊ីនធ្លាប់ឈ្នះយ៉ាស៊ីនក៏ពិតមែនប៉ុន្តែអ្វីដែលសំខាន់នោះលោកថាហ៊ីមគឹមរៀងនឹងចាប់របស់កីឡាករយ៉ាស៊ីនហើយលោកថាខ្សែក្រវ៉ាត់នឹងបានទៅកីឡាករយ៉ាស៊ីនដោយសារតែយ៉ាស៊ីនមួយរយៈចុងក្រោយយើងឃើញហើយកម្រិតនៃសមត្ថភាពការអភិវឌ្ឍខ្លួននឹងគឺលឿនខ្លាំងមែនទែនជាពិសេសការប្រកួតដែលប៉ះជាមួយនឹងកីឡាករគុណខ្មែរល្បីឈ្មោះមួយរូបនោះគឺកីឡាករសែនរ៉ាដេតបងប្អូនចឹងគាត់វាយរ៉ាដេតរបស់យើងទូសាច់តែម្ដងចាក់ជង្គង់ពេញទៅលើកីឡាកររ៉ាដេតជាហេតុធ្វើឲ្យគាត់ខ្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ផងដែរការដែលលេងបែបលក្ខណៈ formal marathon ហើយទន្ទឹមនេះផងដែរគាត់ជុំដំបងប៉ះជាមួយកីឡាករដៃជាដៃគូប៊ុនសធាកីឡាករអេស្ប៉ាញដែលវាយប៊ុនសធាឲ្យសន្លប់នៅក្នុងទឹកមួយបងប្អូនយើងឃើញហើយគឺល្អខ្លាំងមែនទែនសម្រាប់យ៉ាស៊ីននេះដូច្នោះហើយលោកក៏បានផ្ដោតសំខាន់ទៅលើថាទោះបីជាហ៊ីមគឹមរៀងធ្លាប់ឈ្នះយ៉ាស៊ីនក៏ពិតមែនប៉ុន្តែការប្រកួតលើកនេះគឺគឹមរៀងនឹងពិបាករបស់កីឡាករយ៉ាស៊ីនហើយជាពិសេសកម្លាំងតែម្ដងអញ្ចឹងយ៉ាស៊ីននេះកម្លាំងគាត់ល្អណាស់បងប្អូនហើយមួយវិញទៀតការដែលវឹកហាត់ត្រៀមលក្ខណៈគឺពេញ 100% ហើយលោកក៏បានទៅក្លឹបរបស់លោកគ្រូសេនប៊ុនថេនលោកមើលអំពីសកម្មភាពនៃការដែលខិតខំប្រឹងប្រែងការដែលពង្រឹងសមត្ថភាពការត្រៀមខ្លួននេះផ្សេងទាំងមហាម៉ាត់ទាំងយ៉ាស៊ីននេះគឺគេបានត្រៀមលក្ខណៈយ៉ាងល្អហើយចំពោះឡាវសៃណេតវិញបងប្អូនលោកថាមិនឈ្នះកីឡាករមហាម៉ាត់នោះទេអញ្ចឹងលោកនិយាយយ៉ាងខ្លីតែម្ដងហើយទន្ទឹមនេះផងដែរលោកបានដាក់ក្តីរំពឹងទៅលើកីឡាករមហាម៉ាត់ហ្នឹងរហូតដល់ទៅ 80% ឯនោះថានឹងឈ្នះកីឡាករឡាវសៃណេតចំពោះការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់52គីឡូក្រាមនោះគឺខ្សែក្រវ៉ាត់អ្នកចម្បាំងដាស់អ្នកចម្បាំងគុណខ្មែរហើយចំពោះហ៊ីមគឹមរៀងនិងយ៉ាស៊ីនលោកដាក់ក្តីរំពឹងពីចន្លោះ65ទៅ 75% ថាយ៉ាស៊ីននឹងឈ្នះកីឡាករហ៊ីមគឹមរៀងចំពោះការប្រកួតដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងដែរហើយបងប្អូនយល់យ៉ាងណាដែរសម្រាប់លោកគ្រូមហាដឹងសួងបញ្ញាដែលលោកបានចេញមកធ្វើការដែលបញ្ជាក់ច្បាស់តែម្ដងថាខ្សែក្រវ៉ាត់ដាស់អ្នកចម្បាំងគុណខ្មែរទាំងពីរខ្សែដែលលេងបែបលក្ខណៈគេហៅថាជាក្លឹបតែម្ដងបងប្អូនអញ្ចឹងហ៊ីមគឹមរៀងនិងឡាវសេណេតគាត់នៅក្លឹបតែមួយហើយមហាម៉ាត់និងយ៉ាស៊ីនដែលជាបងប្អូនមកពីខាហ្គានីស្ថានដូចគ្នានឹងគាត់ក៏នៅក្លឹបរបស់លោកគ្រូសេនប៊ុនថេនតែមួយដូចគ្នាអញ្ចឹងគាត់ថាខ្សែក្រវ៉ាត់នឹងបានទៅក្លឹបរបស់លោកគ្រូសេនប៊ុនថេនទាំងពីរតែម្ដងអញ្ចឹងបងប្អូនអាចចូលរួមខមមិនបញ្ចេញជាមតិយោបល់ជាចុងក្រោយសូមជម្រាបលា